លេសជួសជុលតូចដែលជាងមិនចង់ឲ្យដឹងមកលួចរៀនភ្លាមទី1ត្រូវគាស់គម្របខាងលើចេញបន្ទាប់មកប្រើទូនៅវីសដោះវីសចេញដកដៃរ៉ូប៊ីណេចេញប្រើប្រដាប់ចាប់រឹតស្នូវ៉ាដំឡើងវាត្រឡប់ចូលវិញនោះរ៉ូប៊ីណេនឹងលែងជ្រាបទឹកទៀតហើយទី2ក្បាលផ្កាឈូកជ្រាបទឹកមិនចាំបាច់ប្រញាប់បដូរទេទី1ត្រូវផ្ដាច់ក្បាលផ្កាឈូកពីទុយយ៉ូដកក្បាលជ័រកៅស៊ូចេញគាស់គម្របស្ពាន់ខាងលើចេញទាញទុយយ៉ូទុនដែលនៅខាងក្នុងចេញរកកន្លែងលេចហើយកាត់វាចោលរួចភ្ជាប់វាទៅបំពង់វិញដំឡើងត្រឡប់ចូលវិញនោះនឹងលែងមានទឹកជ្រាបហើយទី3ម៉ាស៊ីនបោកខោអាវបង្ហូរទឹកចេញទាំងបញ្ចូលទឹកខ្ញុំនឹងបង្រៀនអ្នកពីរបៀបជួសជុលត្រូវផ្អៀងម៉ាស៊ីនបោកខោអាវចុះដោះបន្ទះគម្របចេញដោះគ្រឿងបន្លាស់បង្ហូរទឹកនេះចេញយកទុយយ៉ូជ័រកៅស៊ូចេញមកប្រើដៃរាវមើលខាងក្នុងដករបស់ដែលស្ទះចេញជាការស្រេច4គម្របបង្គន់រលុងរង្គើចុះឡើងដំបងតម្រង់គម្របបង្គន់ឲ្យត្រូវកែមលើគម្របបង្គន់ឡើងចុចសង្កត់កុងតាក់ទាំងពីរនេះដោះគម្របបង្គន់ចេញដោះគម្របវីសតុបតែងចេញប្រើទូនៅវីសរឹតវីសជួសជុលទាំងពីរនេះឲ្យណែនចុងក្រោយដាក់គម្របតុបតែងនិងគម្របបង្គន់ចូលវិញនោះជាការស្រេច5គេណែនាំឲ្យលាងម៉ាស៊ីនទឹកក្តៅប្រើក្នុងផ្ទះឲ្យបានម្ដងរៀងរាល់6ខែបើទុកចោលមិនលាងផ្នែកខាងក្នុងយូរវានឹងកើតកំបោរនិងសារធាតុទឹកខ្វក់យ៉ាងច្រើនវានឹងធ្វើឲ្យម៉ាស៊ីនទឹកក្តៅកម្ដៅយឺតផ្នែកខាងក្នុងនឹងច្រេះបើធ្ងន់ធ្ងរអាចមានគ្រោះថ្នាក់ផ្ទុះទៀតផងថ្ងៃនេះ1នាទីនឹងបង្រៀនអ្នកឲ្យចេះលាងសម្អាតម៉ាស៊ីនទឹកក្តៅជំហានទី1ដកឌុយភ្លើងចេញរងចាំឲ្យសីតុណ្ហភាពទឹកចុះក្រោម40អង្សាសេបិទសន្ទះទឹកត្រជាក់រួចបើកសន្ទះបញ្ចេញសម្ពាធជំហានទី2ដោះទុយយ៉ូទឹកក្តៅនិងទឹកត្រជាក់ទាំងអស់ចេញបន្ទាប់មកបើកប្រឡោះបង្ហូរទឹកកខ្វក់បង្ហូរទឹកក្នុងធុងឲ្យអស់ជំហានទី3ភ្ជាប់ទុយយ៉ូទឹកត្រជាក់ចូលទៅរន្ធទឹកក្តៅរួចបើកវ៉ាល់ទឹកត្រជាក់ចាប់ផ្ដើមលាងសម្អាតធុងខាងក្នុងនោះម៉ាស៊ីនកម្ដៅទឹករបស់យើងក៏សម្អាតរួចរាល់ហើយបើចាំមិនបានសូមចុច like និង save សិនទៅមិនយូរមិនឆាប់នឹងបានប្រើប្រាស់វា